នេះគ្រាន់តែជាកម្រងរូបភាពបន្តិចបន្តួចដែលយើងបានទៅទស្សនកិច្ចនៅរាជធានីភ្នំពេញហើយថាតើរាជធានីភ្នំពេញហ្នឹងពួកខ្ញុំបានទៅទីកន្លែងណាខ្លះចង់ដឹងយើងទៅមើលវីដេអូពេញដល់គ្នាចាប់ផ្ដើមដំបូងជាមួយនឹងកូនសឹមនេះដែលគាត់បានស្ពាយធុងបាសធ្វើបាទមិនដឹងគាត់យកទៅធ្វើស្អីទេហ្នឹងហើយនេះគឺយើងចាប់ដើមឲ្យគាត់ចូលឡានជួយទៅពេលគ្រប់ចំនួនហើយយើងតាមចេញទៅបាទហ្នឹងហើយយើងអង្គុយមើលទៅភាពអស់ចិត្ត80អង្គហើយយើងក៏បានមកដល់គោលដៅទី1អញ្ចឹងគោលដៅទី1របស់យើងហ្នឹងគឺមិនឈានមកដល់ប្រឡាយពុយសាបឹងជើងឯកហ្នឹងហើយយើងមកសោះថតទៅបងតាមមកដល់បាទហ្នឹងមានអីទៅតែពេលគាត់មកដល់ហើយគឺឲ្យគាត់ចុះហ្នឹងហើយពេលគាត់ចុះហើយយើងចាប់ឲ្យគាត់ចូលទៅក្នុងតែមនុស្សចូលហ្នឹងទៅពេលហ្នឹងភ្លៀងអាស្រ័យមានរាំងទេទៅដល់ទួលស្លាញ់ទៀតដល់ទៅពួកខ្ញុំដើររៀងខុសរបត់តិចព្រោះត្រូវទៅទួលស្លាញ់មួយឲ្យសួរចម្លើយមុនហើយបានយកមកឲ្យគេកាត់ទោសចឹងតែយើងមកឲ្យគេកាត់ទោសហើយមកយើងត្រូវឲ្យទួលស្លាញ់តែអីទេពួកយើងគាត់តែទស្សនកិច្ចឲ្យបានដឹងឲ្យបានឃើញចាក់ស្ដែងអំពីព្រឹត្តិការណ៍មួយនឹងកើតឡើងបាទឲ្យទាំងអស់គ្នាបានដឹងអំពីប្រវត្តិប្រឡាយពូជសាសន៍ខ្មែរក្រហមឬក៏របបប៉ុលពតហ្នឹងហើយវាគឺជាលើកទី1មែនទែនដែលខ្ញុំបានទៅដល់ទីហ្នឹងបាទនេះគឺជាការណែនាំអំពីការយើងត្រូវដើរបែបណានៅក្នុងទីពិឃាតហ្នឹងដែលយើងត្រូវមានការគោរពវិញ្ញាណក្ខន្ធរបស់បុព្វបុរសយើងចឹងណានេះគឺជាសកម្មភាពគាត់បានចុះទៅទស្សនកិច្ចមួយកាយរបស់យើងហ្នឹងបាទហើយនេះរូបភាពរបស់ជាមួយខ្ញុំបានថតដល់អ្នកគ្នាអាចអានបានតើវាមានប្រវត្តិបែបណាឬក៏វាមានរឿងអ្វីខ្លះដែលគេកើតឡើងគេធ្វើនៅទីហ្នឹងចឹងណាច្រើនអ្នកទាំងអស់គ្នាអាចមើលបានខ្ញុំដាក់ឲ្យខ្ញុំអាកាត់ទេខ្ញុំថតតិចខ្ញុំបានថតទាំងអស់ទេគ្នាបានឃើញរូបមួយចំនួនដែលគេយកទៅប្រើប្រាស់ក្នុងការសម្លាប់ហើយបាទហើយនេះគឺជារូបភាពមួយទៀតហើយដើមឈើហ្នឹងគឺជាកន្លែងដែលគេបោកកូនក្មេងទាំងរួចទាំងអស់គ្នាខ្ញុំស្រណោះហើយនឹងខ្លាំងជាងគេបាទនេះតែឆ្អឹងហើយដែលគេរកឃើញមុំណែកបាទហើយដៃមុងខ្សែរបស់ចិនមិញដែលមានស្លាប់បែបចិនហ្នឹងហើយគេចុះបែបហ្នឹងបាទហើយនេះគឺជាលលាក្បាលដែលគាត់បានស្លាប់ទៅហើយគេបានយកតាំងនៅទីហ្នឹងចឹងទាំងអស់គ្នាហើយខ្ញុំក៏ពិតជាគោរពវិញ្ញាណក្ខន្ធបុព្វបុរសយើងខ្លាំងមែនទែនខ្ញុំមានអារម្មណ៍ថាសោកស្ដាយគឺគាត់ស្លាប់ទៅអត់មានកំហុសហើយកន្លែងនេះគឺជាសារមន្ទីរមួយទៀតដែលយើងអាចចូលទៅអានអំពីប្រវត្តិដែលមានការកើតឡើងដែលម្នាក់បានផ្លាស់ប្ដូររបបពីសាធារណរដ្ឋមកជារបបខ្មែរក្រហមប៉ុលពតលន់នល់ដែលខ្មែរសម្រាប់គ្នាឯងនៅទាំងអស់គ្នាវាខុសខើខ្លាំងណាស់ពួកគាត់ស្លាប់ទៅអត់មានកំហុសហើយទាំងអស់គ្នាបានឃើញឡើងក្មេងហ្នឹងអត់ខ្ញុំដឹងថាក្មេងហ្នឹងឈឺចាប់ប៉ុណ្ណាដែលគេយកទៅបោកទាំងរស់ហើយខ្ញុំសំណោះខ្លាំងមែនទែនហើយនេះគឺសកម្មភាពដែលខ្ញុំត្រូវចាញ់ទៅវិញហើយទាំងអស់គ្នាគោលដៅទី1របស់យើងបានបញ្ចប់ហើយនៅគោលដៅទី2គឺយើងទៅកន្លែងគប់ទួលស្លែងដែលគេឲ្យឈ្មោះថាសារមន្ទីរប្រឡាយពូជសាសន៍ទួលស្លែងអញ្ចឹងទៅទាំងអស់គ្នាបាទនេះតាមផ្លូវដែលយើងជិះមកមានគេលក់ឡានអីតាមផ្លូវ60ម៉ែត្រ